បាទក្រុមការងារកំពុងចាប់ផ្ដើមប្រកាសកេសរឈ្មោលបញ្ចូលបាទដើម្បីឲ្យលម៉ើនេះកាន់ក្តាប់ល្អបាទអានេះប្រភេទលម៉ើជាលីកាចាក់កភពអង់គ្លេសបាហ៊ីពណ៌លឿងបាទអញ្ចឹងជើងចាស់បាទចាំបាច់ប្រើចដើទេបាទគឺគាត់ឡើងទុំតែម្ដងបាទព្រោះបន្លាលម៉ើបានកាត់ចេញអស់ហើយបាទយើងកំពុងដាក់លំអងឈ្មោលចូលហើយបាទគាត់ប្រើកដុងទឹកសុទ្ធបែបនេះដើម្បីការពារសាច់ចោលថាខ្យល់ខ្លាំងពេកបាទមួយថ្ងៃខ្យល់បាទខ្យល់ណាអញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ពិសាលម៉ើនៅខាងសាលាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំបាទប្រភេទដីលបាយសាច់សប៉ុន្តែដោយសារក្រុមបច្ចេកទេសបានផលិតជីសរីរាង្គរូបមន្តដល់ទៅ12មុខដើម្បីឲ្យដីនេះមានសារធាតុចិញ្ចឹមល្អទៀត5ល្អហើយលម៉ើនេះមានរសជាតិឆ្ងាញ់បាទក្នុងការដែលពិសោធន៍ផ្ទាល់ទាំងរសជាតិទាំងភាពស្រួយឆ្ងាញ់បងប្អូនដែលធ្លាប់ពិសាលម៉ើនៅខាងសាលាវិស័យយើងនេះដឹងហើយរសជាតិល្អឯកបាទ3 4ឆ្នាំបានពិសាមកដឹងហើយរសជាតិឆ្ងាញ់ខ្លាំងមានទឹកដមបាទសម្រាប់បងប្អូនដែលត្រូវការបញ្ជាទិញទ្រង់ទ្រីធំអាចតាក់ទងមកលេខទូរស័ព្ទក្នុងវីដេអូនេះបានព្រោះចូលខែ7ហើយទៅនេះគឺចាប់ដើមទុំហើយបាទអញ្ចឹងនៅក្នុងគុណភាពសម្អួតបន្តិចចោះគឺឆ្ងាញ់ជាងបោះថៃដាច់បាទក្របវាណែនល្អអត់ប្រហោងក្នុងទេបាទប៉ុន្តែទឹកដមវាឆ្ងាញ់ដោយសារយើងប្រើជីសរីរាង្គច្រើនណាស់បាទជីសរីរាង្គដាក់គ្រាន់តែដីวันនេះដាក់ចូលរាប់រយតោនហើយបាទអញ្ចឹងបងប្អូនដែលចង់តាក់ទងយកផ្លែទៅលក់នៅក្នុងចាប់ពីខែ7ទៅគឺយើងមានច្រើនទីតាំងបាទនៅខាងស្ទឹងត្រែងក៏មាននៅខាងកំពង់ធំមានដល់2កន្លែងទៀតអញ្ចឹងតាមបរិមាណឆ្នាំនេះអាចឈានដល់ល្បាក់ចូលចាប់ពី300តោនឡើងបាទសូមអរគុណ